សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយ Admin នៅក្នុងវីដេអូនេះ Admin មានខ្សែភាពយន្តមួយដែលនៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីសាច់រឿងនៃខ្សែភាពយន្តបែបភ័យរន្ធត់ដែលមានចំណងជើងថា The Bride ដែលត្រូវបានចេញផ្សាយនៅឆ្នាំ2025ខ្សែភាពយន្តនេះនិយាយអំពីរឿងរ៉ាវរបស់សត្វចម្លែករបស់ Frankenstein និងដៃគូរបស់គាត់ដែលបានបំផិតបំភ័យមនុស្សគ្រប់គ្នានៅអាមេរិកយើងចូលទៅក្នុងសាច់រឿងនៃខ្សែភាពយន្ត The Bride នៅយប់មួយនៅក្លឹបរាត្រីមួយអ្នកកំសាន្តម្នាក់ឈ្មោះអ៊ីដាកំពុងធ្វើការកំដរដល់ក្រុមម៉ាហ្វីយ៉ាមួយក្រុមដែលដឹកនាំដោយ Lupino សមាជិកក្រុមម៉ាហ្វីយ៉ាតែងតែធ្វើឲ្យស្ត្រីអាម៉ាស់មុខនិងរំលោភបំពានពួកគេសមាជិកម៉ាហ្វីយ៉ាម្នាក់ឈ្មោះ James បានប្រមាថអ៊ីដាហើយហៅអ៊ីដាថាជាស្ត្រីថោកទាបដែលសមនឹងទទួលការរំលោភបំពានអ៊ីដាដែលតែងតែត្រូវគេរំលោភបំពាននិងមានអារម្មណ៍ថាត្រូវគេគៀបសង្កត់ស្រាប់តែនិយាយមិនច្បាស់ដូចចម្លែកហើយនាងក៏កំពុងត្រូវគេរំលោភបំពានមនុស្សគ្រប់គ្នាមានការងឿងឆ្ងល់នៅពេលឃើញអាកប្បកិរិយារបស់អ៊ីដាបន្ទាប់មកអ៊ីដាបានស្រែកបកអាក្រាតអំពីអំពើអាក្រក់ទាំងអស់ដែល Lupino និងកូនប្រុសរបស់គាត់បានធ្វើអ៊ីដាបាននិយាយថា Lupino ក៏ចូលចិត្តកាត់អណ្ដាតរបស់មនុស្សដែលជាសាក្សីនៃអំពើអាក្រក់របស់គាត់ដែរ Lupino ដែលខឹងសម្បាបានប្រាប់កូនប្រុសរបស់គាត់គឺ James និង Clyde ឲ្យបណ្ដេញអ៊ីដាចេញនៅខាងក្រៅបន្ទប់ដោយសារតែអ៊ីដាមិនឈប់ស្រែក James ដែលខឹងសម្បាបានទះកំភ្លៀងអ៊ីដាភ្លាមបន្ទាប់មក Clyde បានរុញអ៊ីដាធ្លាក់ចុះពីលើជណ្ដើរនៅទីបំផុតអ៊ីដាក៏បានស្លាប់ប្រហែលថ្ងៃក្រោយមកនៅទីក្រុង Chicago ប្រទេសអាមេរិកបុរសអាថ៌កំបាំងម្នាក់បានមកដល់លំនៅឋានរបស់អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះវេជ្ជបណ្ឌិត Cornelia ក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលឃើញក្បាលបុរសនោះពោពេញដោយស្លាកស្នាមដោយមានមុខគ្របដណ្ដប់ដោយក្រមាបុរសនោះបានសារភាពថាឈ្មោះរបស់គាត់គឺ Frank គាត់គឺជាសត្វចម្លែកដែលបង្កើតឡើងដោយសាស្ត្រាចារ្យ Frankenstein មកពីរដ្ឋ Bavaria Cornelia ក៏មានការភ្ញាក់ផ្អើលផងដែរនាងបានឮរឿងរ៉ាវអំពីមនុស្សពូកែម្នាក់ឈ្មោះ Frankenstein ដែលអាចប្រោសមនុស្សដែលបានស្លាប់ប្រហែល100ឆ្នាំមុនឲ្យរស់ឡើងវិញ Cornelia មិននឹកស្មានថា Franken នឹងមកជួបនាងទេ Cornelia ដែលនៅតែមានការសង្ស័យបានសុំឲ្យ Frank ដោះក្រមាដែលគ្របមុខរបស់គាត់ពេល Frank បើកក្រមា Cornelia មានការភ្ញាក់ផ្អើលនៅពេលឃើញស្លាកស្នាមនៅលើមុខរបស់ Frank បន្ទាប់មក Frank បាននិយាយថាគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសៀវភៅរបស់ Cornelia អំពីការរស់ឡើងវិញឬការរស់ឡើងវិញនៅសត្វស្លាប់ Cornelia ក៏មានការភ្ញាក់ផ្អើលផងដែរដែលមាននរណាម្នាក់ជឿលើការសរសេរនោះខណៈដែលអ្នកវិទ្យាសាស្ត្រផ្សេងទៀតគិតថាវាជារឿងឆ្កួត Cornelia ដែលមានចិត្តចង់ដឹងចង់ឃើញបន្ទាប់មកបានពិនិត្យខ្លួនប្រាណរបស់ Frank បាននិយាយថាគាត់ក៏តែងតែអានការសរសេរនៅក្នុងទិនានុប្រវត្តិវិទ្យាសាស្ត្ររបស់ Cornelia ដែលអាចរស់ឡើងវិញនៅសត្វងាប់ជាច្រើនក្បាលពេលកំពុងពិនិត្យខ្លួនប្រាណរបស់ Frank Cornelia ឃើញថាមានស្លាកស្នាមជាច្រើននៅលើខ្លួនប្រាណរបស់ Frank Cornelia បានសួរថាតើ Frank ឈឺចាប់ដែរឬទេ Frank ក៏បានឆ្លើយថាគាត់ស៊ាំនឹងការឈឺចាប់នោះហើយCornelia ដែលនៅតែមានចិត្តចង់ដឹងចង់ឃើញបានសុំឲ្យ Frank ស្នាក់នៅយូរជាងនេះព្រោះ Cornelia ចង់ធ្វើការស្រាវជ្រាវបន្ថែមប៉ុន្តែ Frank បានបដិសេធ Frank ក៏បានប្រាប់គាត់ពីគោលបំណងចម្បងរបស់គាត់ក្នុងការមកទីនេះផងដែរ Frank ចង់ឲ្យ Cornelia ជួយគាត់រកដៃគូឲ្យគាត់ Cornelia ក៏មានការងឿងឆ្ងល់ដែរព្រោះគាត់មិនមែនជាអ្នកផ្គូផ្គងវានឹងពិបាកសម្រាប់នាងក្នុងការស្វែងរកស្ត្រីដែលចង់រស់នៅជាមួយ Frank បន្ទាប់មក Frank បាននិយាយថាគាត់ចង់ឲ្យ Cornelia ជួយគាត់ឲ្យរស់ឡើងវិញនៅសាកសពស្ត្រីម្នាក់ដើម្បីធ្វើជាដៃគូជីវិតរបស់គាត់បន្ទាប់មកអ្នកបម្រើរបស់ Cornelia ឈ្មោះ Greta បានចូលមក Greta ក៏បានស្រែកដោយភ័យខ្លាចពេលឃើញមុខដ៏គួរឲ្យភ័យខ្លាចរបស់ Frank បន្ទាប់មក Frank បាននិយាយថាការរស់នៅជាសត្វចម្លែកបែបនេះធ្វើឲ្យគាត់ឯកាខ្លាំងណាស់ Cornelia ដែលជាមនុស្សគួរឲ្យអាណិតមានឆន្ទៈជួយ Frank ប៉ុន្តែមានលក្ខខណ្ឌមួយ Frank ត្រូវតែត្រៀមខ្លួនរស់នៅជាមួយនាងដើម្បីទទួលការពិនិត្យ Frank ក៏យល់ព្រមដែរនៅយប់នោះ Frank បានទៅមើលភាពយន្តនៅរោងកុនFrank ពិតជាគោរពតារាសម្ដែងល្ខោនតន្ត្រីម្នាក់ឈ្មោះ Ronnie Reed Frank តែងតែមើលភាពយន្ត Ronnie ខណៈពេលកំពុងស្រមៃថាកំពុងរាំជាមួយ idol របស់គាត់2-3ថ្ងៃក្រោយមក Cornelia បានប្រាប់ Frank ថានាងមិនប្រកាសថានាងអាចធ្វើឲ្យរាងកាយមនុស្សរស់ឡើងវិញបានទេព្រោះតាំងពីដើមនេះនាងគ្រាន់តែអាចធ្វើឲ្យសត្វដែលងាប់រស់ឡើងវិញបានមួយប៉ុណ្ណោះ Frank ក៏បាននិយាយផងដែរថា Cornelia គឺជាក្តីសង្ឃឹមតែមួយគត់ដែលគាត់មាន Frank បាននិយាយថាអស់រយៈពេល100ឆ្នាំមកហើយគាត់មិនដែលមានមិត្តភក្តិទេCornelia គឺជាមនុស្សដំបូងគេដែលចាប់ដៃជាមួយគាត់ចំពោះ Frank វាពិតជាអស្ចារ្យណាស់ Cornelia ដែលនៅតែមានការព្រួយបារម្ភបាននិយាយថានាងខ្លាចស្ត្រីដែលនាងនឹងនាំមកជីវិតនោះនឹងខ្លាចជាស្ត្រីដ៏គួរឲ្យខ្លាចឬមិនដូចអ្វីដែល Frank សង្ឃឹមនោះទេ Frank ក៏បាននិយាយផងដែរថាគាត់នឹងស្រឡាញ់ស្ត្រីនោះមិនថាមានរឿងអ្វីកើតឡើងនោះទេនៅយប់មួយ Frank និង Cornelia បានជីកភ្នូរស្ត្រីម្នាក់ដែលគ្មានអត្តសញ្ញាណនៅក្នុងទីបញ្ចុះសពបន្ទាប់មកពួកគេបានយកសាកសពស្ត្រីនោះទៅមន្ទីរពិសោធន៍វាបានបង្ហាញថាសាកសពរបស់ស្ត្រីនោះគឺជា Ida Frank មានការភ្ញាក់ផ្អើលភ្លាមនៅពេលឃើញសម្រស់នៃសាកសពរបស់ស្ត្រីនោះយោងតាម Frank សាកសពរបស់ស្ត្រីនោះស្អាតពេកសម្រាប់គាត់ Frank បានសុំឲ្យ Cornelia រកមើលសាកសពស្ត្រីម្នាក់ទៀត
ប៉ុន្តែ Cornelia បានបដិសេធព្រោះគាត់មិនមានកន្លែងលាក់សាកសពច្រើនជាងមួយនៅក្នុងមន្ទីរពិសោធន៍របស់គាត់ទេបន្ទាប់ពីជីកកកាយសាកសពបាន2-3ថ្ងៃនៅយប់នោះ Cornelia បានអនុវត្តចំណេះដឹងរបស់នាងភ្លាមៗគាត់បានដាក់ខ្សែភ្លើងនិងទុយោមួយចំនួនលើខ្លួនរបស់ Ida Cornelia បានចាក់សារធាតុរាវខ្មៅចូលទៅក្នុងខ្លួនរបស់ Ida បន្ទាប់មក Cornelia បានបង្ហូរចរន្តអគ្គិសនីវ៉ុលខ្ពស់ចូលទៅក្នុងខ្លួនរបស់ Ida ហើយទីបំផុតវាដំណើរការ Ida ក៏ភ្ញាក់ឡើងម្ដងទៀត Ida ដែលចង់និយាយក៏ក្អកចេញទឹកខ្មៅដែលជាប់នឹងមុខរបស់នាង Ida បាននិយាយថានាងចង់ទៅផ្ទះវិញប៉ុន្តែនាងមិនចាំថាផ្ទះរបស់នាងនៅឯណាទេ Ida ហាក់ដូចជាបាត់បង់ការចងចាំរបស់នាង Ida ក៏ភ្លេចឈ្មោះរបស់នាងដែរ Frank ក៏បាននិយាយថា Ida គឺជាប្រពន្ធគាត់ពេល Ida ហៀបនឹងក្រោកឈរនាងស្រាប់តែដួលដោយសារជើងរបស់នាងបាក់ Ida ក៏មានការងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើងចំពោះនាងដែរ Frank បានកុហកដើម្បីឲ្យនាងដឹងថាគាត់និង Cornelia បានជួយ Ida ដែលជួបគ្រោះថ្នាក់បន្ទាប់មក Cornelia បានសុំឲ្យ Frank ចេញក្រៅមួយរយៈព្រោះគាត់នឹងជួយព្យាបាលរបួសបាក់ជើងរបស់ Ida Frank ក៏បានទៅរោងកុនដើម្បីមើលរឿងរ៉ាវនេះដែលជាតារាសម្ដែងដែលគាត់ចូលចិត្តនៅក្នុងបន្ទប់ពិសោធន៍ Ida បានសួរ Cornelia អំពី Frank Cornelia គិតថា Ida ខ្លាចឃើញមុខដ៏គួរឲ្យខ្លាចរបស់ Frank ប៉ុន្តែវាបានបង្ហាញថា Ida មិនខ្លាច Frank ទេនាងគ្រាន់តែមិនចាំថា Frank ជាស្វាមីនាងរួចយ៉ាងណានៅថ្ងៃបន្ទាប់ Frank Ida និង Cornelia បានញ៉ាំអាហារពេលព្រឹកជាមួយគ្នា Cornelia បាននិយាយថាសារធាតុរាវគ្រីស្តាល់ខ្មៅដែលជាប់នឹងស្បែករបស់ Ida ពិបាកសម្អាតណាស់បន្ទាប់មក Cornelia បាននិយាយថានាងចង់ធ្វើតេស្តលើរាងកាយរបស់ Ida ប៉ុន្តែ Ida បានបដិសេធ Ida បាននិយាយថានាងចង់ចេញទៅក្រៅឮដូច្នេះ Cornelia បានហាមឃាត់គាត់យ៉ាងខ្លាំង Ida ដែលមិនទទួលយកបានវាយបំបែកកែវពីភ្លាមៗជាការបង្ហាញនៃការតវ៉ាឃើញបែបនេះ Frank បានលង់ស្នេហ៍នឹងអាកប្បកិរិយាឆេវឆាវរបស់ Ida ជានិច្ចនៅថ្ងៃបន្ទាប់ Frank បានជួយ Ida រត់គេចខ្លួនតាមបង្អួចអ្នកទាំងពីរបានទៅរោងកុនដើម្បីមើលរឿងរ៉ូនី Frank បាននិយាយថាគាត់ដឹងអ្វីៗទាំងអស់អំពីរ៉ូនី Frank បានគោរពរ៉ូនីជាយូរមកហើយបន្ទាប់ពីមើលភាពយន្តរួចពួកគេបានដើរកាត់បារ Ida ក៏បានអញ្ជើញ Frank ឲ្យចូលទៅក្នុងបារផងដែរនៅក្នុងបារ Ida បានសុំ Frank រាំជាមួយនាងប៉ុន្តែ Frank បានបដិសេធ Ida ក៏រាំតែម្នាក់ឯងដែរបន្ទាប់មកសមាជិកបុរស2នាក់នៃក្រុម Mafia បានដើរទៅជិត Ida ដំបូងឡើយពួកគេគ្រាន់តែរាំក្បែរ Ida ប៉ុណ្ណោះប៉ុន្តែយូរៗទៅសមាជិក Mafia ទាំងពីរនាក់ចាប់ផ្ដើមហ៊ានរំខាន Ida ដែលដឹងខ្លួនបានស្រែកថាពួកគេទាំងពីរនាក់ជាកូនចៅ Lupino ពេលឮឈ្មោះចៅហ្វាយក្រុម Mafia បានវាយប្រហារ Ida ភ្លាមៗឃើញបែបនេះ Frank ក៏មកជួយភ្លាមៗ Frank បានហៅ Ida ឲ្យចាកចេញពីបារតែថា Mafia ទាំងពីរនាក់ក៏នៅកំពុងតាមពួកគេសមាជិក Mafia ទាំងពីរនាក់បន្ទាប់មកបានវាយ Frank ហើយព្យាយាមវាយ Ida Frank ដែលខឹងខ្លាំងក៏ក្រោកឡើងភ្លាមៗហើយវាយ Mafia ទាំងពីរនាក់នោះរហូតដល់ស្លាប់មនុស្សនៅទីនោះខ្លាចដោយមើលឃើញ Frank ដូចជាសត្វបន្ទាប់មកមាននរណាម្នាក់បានថតរូបមុខរបស់ Frank និង Ida ទីបំផុត Frank និង Ida បានត្រឡប់ទៅផ្ទះរបស់ Cornelia វិញដើម្បីវិចខ្ចប់របស់របររបស់ពួកគេ Frank មានបំណងរត់គេចខ្លួនតែម្នាក់ឯងព្រោះមនុស្សប្រកាសជានឹងដេញតាមគាត់ Frank ចង់ឲ្យ Ida ចាក់ចេញពីគាត់ពីព្រោះ Frank មិនចង់ឲ្យ Ida ជួបប្រទះគ្រោះថ្នាក់ពីព្រោះខ្លួនគាត់ផ្ទាល់ធ្លាប់ជួបប្រទះហេតុការណ៍បែបនេះប៉ុន្តែ Ida ដែលមានការច្របូកច្របល់មិនដឹងថាត្រូវទៅណាទេទីបំផុត Frank បានហៅ Ida ឲ្យទៅជាមួយគាត់និយាយឲ្យខ្លី Ida បានភ្ញាក់ពីដំណេកនៅក្នុងកាប៊ិនរថភ្លើងជាមួយ Frank បន្ទាប់មករថភ្លើងបានឈប់ព្រោះមានប៉ូលីសដែលកំពុងស្វែងរក Frank និង Ida Frank ក៏បានប្រាប់ Ida ឲ្យលាក់ខ្លួនបន្ទាប់ពីមួយសន្ទុះដោយសារតែគាត់មិនបានរកឃើញអ្វីដែលគួរឲ្យសង្ស័យប៉ូលីសក៏បានបញ្ជាឲ្យរថភ្លើងត្រឡប់មកវិញបន្ទាប់ពីប៉ូលីសចាកចេញ Frank បានយកកាសែតដែលមានព័ត៌មានអំពី Ronnie ដែលគាត់បានយកមក Ida ក៏បានសួរផងដែរថាតើគាត់ក៏មានសិល្បករដែលជា idol ដែរឬទេពីព្រោះ Ida ពិតជាភ្លេចអតីតកាលរបស់នាងមុនពេលមានគ្រោះថ្នាក់ Frank ក៏បានឆ្លើយថា Ida គោរពស្រឡាញ់តារាចម្រៀងម្នាក់ Ida ក៏នឹកឃើញបទចម្រៀងរបស់អ្នកចម្រៀងនោះដែរ Ida ច្រៀងខ្លាំងៗភ្លាមៗ Frank បានព្យាយាមបញ្ឈប់គាត់ប៉ុន្តែ Ida មិនខ្វល់ទេគាត់នៅតែបន្តច្រៀងបន្ទាប់មកមន្ត្រីប៉ូលីសម្នាក់បានពិនិត្យមើលរថយន្តបន្ទាប់ពីឮសំឡេងរបស់ Ida ប៉ូលីសបានឃើញ Frank លាក់ខ្លួន Frank ក៏ត្រូវបង្ខំចិត្តចេញទៅរកប៉ូលីសដែលបានភ្ជង់កាំភ្លើងនោះដែរប៉ូលីសមានការភ័យខ្លាចពេលឃើញមុខដ៏គួរឲ្យខ្លាចរបស់ Frank វាគឺជាសត្វចម្លែកដែលគាត់កំពុងតាមរកពេលដែលប៉ូលីសហៀបនឹងបាញ់ Frank Ida បានចេញទៅភ្លាមៗហើយរុញប៉ូលីសរហូតដល់ធ្លាក់ពីលើរថភ្លើងប៉ូលីសបានស្លាប់ភ្លាមៗនៅកន្លែងផ្សេងទៀតអ្នកស៊ើបអង្កេត2នាក់ឈ្មោះ Jake និងជំនួយការរបស់គាត់ឈ្មោះ Marna កំពុងស៊ើបអង្កេតករណីឃាតកម្មដែលប្រព្រឹត្តដោយ Frank Marna បានទទួលព័ត៌មានថាឃាតកររូបនេះតែងតែបង្ហាញខ្លួននៅក្នុងរោងកុនដោយមើលភាពយន្តរបស់ Ronnie ម្ដងហើយម្ដងទៀតបន្ទាប់មក Marna បានបង្ហាញរូបថតរបស់ Frank និង Ida បន្ទាប់ពីឃាតកម្មបានកើតឡើងកាលពីយប់មិញ Marna បាននិយាយថានាងក៏ទទួលបានព័ត៌មានថាស្ត្រីឃាតករនេះបាននិយាយច្រើនអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុម Mafia Lupino Jake ក៏បានស្នើសុំឲ្យ Marna ប្រមូលព័ត៌មានបន្ថែមដើម្បីចាប់ខ្លួនឃាតកររូបនេះទន្ទឹមនឹងនេះដែរ Frank និង Ida ទីបំផុតបានមកដល់ទីក្រុង New York ដើម្បីរស់រានមានជីវិត Frank បានយកកាក់ជាច្រើនចេញពីក្នុងទឹក
បន្ទាប់មកពួកគេបានលាក់ខ្លួននៅក្នុងអគារចាស់មួយអ៊ីដាដែលកំពុងអានកាសែតបានប្រាប់ថាឥឡូវនេះពួកគេទាំងពីរនាក់ជាអ ுக ្រិតជននៃឃាតកម្មនៅបារនៅក្នុងកាសែតគេសរសេរថាពួកគេជាគូស្នេហ៍ចម្លែកនៅកន្លែងផ្សេងទៀតជេកនិងមីណាបានស៊ើបអង្កេតការស្លាប់របស់ប៉ូលីសនៅម្ខាងរថភ្លើងមីណាបានរកឃើញកាសែតមួយដោយចៃដន្យអំពីតារាសម្ដែងរ៉ូនីនៅក្នុងគុម្ពោតព្រៃបន្ទាប់មកមីណាបានបង្ហាញកាសែតដែលនាងបានរកឃើញនៅស្ថានីយ៍ទៅជេកមីណាប្រកាសថាគូស្នេហ៍ចម្លែកនេះបានសម្លាប់ប៉ូលីសនៅក្នុងរថភ្លើងពីព្រោះដោយផ្អែកលើព័ត៌មានគូស្នេហ៍បិសាចនេះពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងនឹងភាពយន្តរ៉ូនី Marna ក៏ប្រកាសដែរថាគូស្នេហ៍បិសាចនេះប្រកាសជាបានទៅទីក្រុងញូវយ៉កដើម្បីមើលភាពយន្តរ៉ូនីដែលកំពុងចាក់បញ្ចាំងនៅទីនោះនៅយប់នោះពេលពួកគេមកដល់ទីក្រុងញូវយ៉ក Marna និង Jake កំពុងរងចាំនៅមុខរោងកុនដែលចាក់បញ្ចាំងភាពយន្តរ៉ូនីវាបានបង្ហាញថា Frank និង Ida នៅទីនោះប៉ុន្តែ Ida ថែមទាំងបានសុំ Frank មើលភាពយន្តមួយទៀតនៅម្ខាងទៀតនៃរោងកុនដែលចាក់បញ្ចាំងរឿងរ៉ូនីនៅក្នុងរោងកុន Ida បានបង្កភាពចលាចលដោយរំខានគូស្នេហ៍ដែលកំពុងឆ្លោះប្រកែកគ្នានៅចំពោះមុខនាងបន្ទាប់មកមនុស្សនៅទីនោះបានស្គាល់ Ida និង Frank ថាជាបិសាចឃាតករពីរនាក់ Frank និង Ida បានរត់ចេញពីរោងកុនភ្លាមៗបន្ទាប់មក Jake និង Marna បានឃើញ Frank និង Ida រត់ចេញពួកគេទាំងពីរនាក់បានដើរតាមគាត់ភ្លាមៗដោយសារតែពួកគេត្រូវបានឡោមព័ទ្ធ Frank និង Ida បានចូលទៅក្នុងអគារមួយដែលទីនោះគឺជាភោជនីយដ្ឋានប្រណីតមួយបន្ទាប់មក Frank និង Ida បានក្លែងខ្លួនជាអ្នកបម្រើពេលនោះដែលតារាសម្ដែងរ៉ូនីក៏នៅទីនោះ Frank ក៏សប្បាយចិត្តខ្លាំងណាស់ដែលបានជួប idol របស់គាត់ដែរ Frank បានស្វាគមន៍រ៉ូនីហើយបានបង្ហាញពីក្តីសុខរបស់គាត់ដែលបានជួបរ៉ូនីប៉ុន្តែដោយឃើញមុខអាក្រក់របស់ Frank រ៉ូនីមិនបានចាប់ដៃ Frank បានទេបន្ទាប់មក Jake និង Mina បានចូលទៅក្នុងកន្លែងនោះ Jake មានការភ្ញាក់ផ្អើលនៅពេលឃើញ Ida Jake ហាក់ដូចជាស្គាល់ Ida បន្ទាប់មកមន្ត្រីប៉ូលីសម្នាក់បានវាយប្រហារ Frank ក៏បានប្រយុទ្ធគ្នារហូតដល់បង្កភាពចលាចលបន្ទាប់មក Ida បានយកកាំភ្លើងខ្លីដែលជ្រុះហើយប្រាប់ប៉ូលីសទាំងអស់ឲ្យថយក្រោយបន្ទាប់មក Ida បានដើរទៅជិតរ៉ូនីហើយសុំឲ្យប៉ូលីសដោះលែង Frank ភ្លាមៗនោះ Ida ចាប់ផ្ដើមនិយាយមិនច្បាស់ Ida បានលាតត្រដាងរាល់ឧក្រិដ្ឋកម្មរបស់ក្រុម Mafia របស់ Lupino Ida បាននិយាយថា Lupino គឺជាឃាតករហើយចូលចិត្តកាត់អណ្ដាតរបស់ស្ត្រីដែលជាសាក្សីនៃឧក្រិដ្ឋកម្មរបស់គាត់ Ida ក៏បានរៀបរាប់ឈ្មោះស្ត្រីដែលជាជនរងគ្រោះនៃអំពើឃោរឃៅរបស់ Lupino ផងដែរ Ida បាននិយាយថាជនរងគ្រោះមិនបានទទួលយុត្តិធម៌ទេដោយសារតែ Lupino ក៏បានសម្លាប់មន្ត្រីប៉ូលីសផងដែរបន្ទាប់មកមន្ត្រីប៉ូលីសម្នាក់បានប្រាប់ Ida ឲ្យឈប់និយាយ Ida ដែលមានការភ្ញាក់ផ្អើលបានបាញ់ប៉ូលីសដោយចៃដន្យមនុស្សគ្រប់គ្នាមានការភ័យខ្លាចបន្ទាប់មក Frank បានទាញទម្លាក់ចង្កៀងចោលហើយបន្ទាប់មកបានសុំឲ្យ Ida រត់ចេញនិយាយឲ្យខ្លីបន្ទាប់ពីឧបទ្ទហេតុនោះអ្នកកំសាន្តទាំងអស់នៅទីក្រុងញូវយ៉កនិងជុំវិញនោះបានទទួលការបំផុសគំនិតពីភាពក្លាហានរបស់ Ida ពួកគេក៏បានបង្កកុប្បកម្មដោយមានជាការតែងខ្លួនដូច Ida ដែរហើយបានដើរតាមផ្លូវខណៈពេលកំពុងអំពាវនាវរកយុត្តិធម៌សម្រាប់ស្ត្រីដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុម Mafia របស់ Lupino នៅកន្លែងផ្សេងទៀតក្រុម Mafia របស់ Lupino បានសួរកូនប្រសាររបស់គាត់ឈ្មោះ James និង Clyde សូមពន្យល់ពីមូលហេតុដែលពួកគេទាំងពីរមិនបានចាត់ការបំបិទមាត់ Ida James ក៏មានការភ័ន្តច្រឡំដែរគាត់បាននិយាយថា Ida បានស្លាប់ព្រោះគាត់ជាអ្នកបញ្ចុះនាង Lupino ដែលខឹងសម្បាក៏បានបាញ់ James រហូតដល់ស្លាប់ភ្លាមៗបន្ទាប់មក Lupino បានសុំឲ្យ Clyde សម្លាប់ Ida បើមិនដូច្នោះទេក្រុមគ្រួសាររបស់គាត់នឹងជួបបញ្ហាទន្ទឹមនឹងនេះ Mayana មានការសង្ស័យថា Jake ស្គាល់ Ida ពីព្រោះមុននោះ Jake មើលទៅមានការសង្ស័យនៅពេលដែលគាត់ហៀបនឹងចាប់ Ida ប៉ុន្តែ Jake គ្រាន់តែនៅស្ងៀមបន្ទាប់មក Mina បានប្រាប់ថា Frank និង Ida ប្រកាសជាកំពុងធ្វើដំណើរទៅកាន់ទឹកជ្រោះ Niagara ពីព្រោះក៏មានភាពយន្តអំពីអាពាហ៍ពិពាហ៍ដែរវាបានបង្ហាញថាការស្មានរបស់ Marna គឺត្រឹមត្រូវ Frank និង Ida កំពុងធ្វើដំណើរទៅកាន់ទឹកធ្លាក់ Niagara ដើម្បីមើលភាពយន្ត Ronnie Frank បាននិយាយថាឈុតឆាកសូមរៀបការនៅក្នុងរឿងដែលពួកគេនឹងមើលគឺពិតជា romantic ណាស់ Ida ក៏បានសួរផងដែរថា Frank បានសុំនាងរៀបការដោយរបៀបណាមុនពេលមានគ្រោះថ្នាក់ឬដូច្នេះ Frank ក៏មានការងឿងឆ្ងល់ដែរភ្លាមៗនោះមានឡានប៉ូលីសមួយបានមកពីក្រោយសុំឲ្យពួកគេឈប់ Frank ក៏ធ្វើពុតជាឈឺដែរដើម្បីកុំឲ្យប៉ូលីសស្គាល់គាត់បន្ទាប់មកមន្ត្រីប៉ូលីសម្នាក់បានសុំឲ្យ Ida បង្ហាញអត្តសញ្ញាណបត្រប៉ុន្តែ Ida មិនមានវាទេប៉ូលីសក៏បានសុំឲ្យ Ida ចេញទៅដើម្បីត្រួតពិនិត្យ Ida ដែរប៉ុន្តែប៉ូលីសថែមទាំងបានវាយ Ida ទៀតផង Frank ដែលខឹងសម្បាក៏បានបាញ់ប៉ូលីសភ្លាមៗពីក្រោយខ្នងប៉ូលីសម្នាក់ទៀតក៏បានបាញ់ខ្នងរបស់ Ida Frank ក៏បានបាញ់ប៉ូលីសភ្លាមៗរហូតដល់គាត់ស្លាប់ Ida ដែលខឹងសម្បាក៏បានកាត់អណ្ដាតប៉ូលីសដែលវាយប្រហារគាត់ Frank និង Ida បានរត់គេចខ្លួនដោយសង្ខេបពេលគាត់មកដល់ Niagara Jake និង Mina បានបែកគ្នាដើម្បីស្វែងរក Frank និង Ida ទន្ទឹមនឹងនេះនៅកន្លែងផ្សេងទៀត Ida មានអារម្មណ៍ថាមានកំហុសដោយសារតែមនុស្សជាច្រើនត្រូវបានសម្លាប់ Ida បានសួរថាតើមុនពេលមានគ្រោះថ្នាក់គាត់ជាឃាតករឬអត់ Frank គ្រាន់តែនៅស្ងៀម Ida ដែលមានអារម្មណ៍ថាខ្លួនជាឧក្រិដ្ឋជនម្នាក់បន្ទាប់មកគាត់បានដកកាំភ្លើងរបស់គាត់ចេញហើយបាញ់ឡើង
នៅកន្លែងផ្សេងទៀតដោយលឺសំឡេងកំភ្លើង Jake បានដើរទៅរកប្រភពសំឡេងបន្ទាប់មក Jake បានហៅ Ida មានការភ្ញាក់ផ្អើលតែ Jake បានសុំទោសព្រោះគាត់ខុសហើយបានអូស Ida ចូលទៅក្នុងសំណុំរឿងរបស់ក្រុម Mafia Lupino បន្ទាប់មក Frank បានបន្តទៅមុខដើម្បីជួយសង្គ្រោះ Ida ប៉ុន្តែពីក្រោយខ្នង Mina បានបាញ់ Frank ដោយឃើញ Frank រងរបួស Ida ក៏បានបាញ់ជើងរបស់ Jake ដែរហើយបន្ទាប់មកក៏ប្រញាប់ប្រញាល់ទៅនាំ Frank ចេញពី3ថ្ងៃក្រោយមកបន្ទាប់ពីជើងរបស់គាត់ត្រូវបានព្យាបាល Jake បានប្រាប់ Mina ថា Ida មិនមានទោសទេ Ida គ្រាន់តែការពារខ្លួនប៉ុណ្ណោះកាលពីមុន Ida គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលបានធ្វើការជាមួយគាត់ដើម្បីលាតត្រដាងឧក្រិដ្ឋកម្មរបស់ Lupino Ida និងស្ត្រីជាច្រើនអ្នកទៀតបានខົບខិតគ្នាធ្វើជាអ្នកកំដរក្នុងបារដើម្បីប្រមូលព័ត៌មានប៉ុន្តែនៅដំណើរបានពាក់កណ្ដាលផ្លូវស្រាប់តែថ្នាក់លើរបស់គាត់បានសុំឲ្យគាត់បិទសំណុំរឿង Lupino Ida ក៏បានអង្វរ Jake កុំឲ្យបិទសំណុំរឿងនេះដែរព្រោះមិត្តភ័ក្តិរបស់គាត់ជាច្រើនត្រូវបានសម្លាប់ដោយ Lupino ទោះជាយ៉ាងណាក៏ដោយករណីនេះត្រូវបានបិទនៅទីបំផុត Jake មានការសោកស្ដាយយ៉ាងខ្លាំងព្រោះគាត់មិនអាចដោះស្រាយករណីនេះបាន Jake ដោយខកចិត្តនឹងខ្លួនឯងទីបំផុតបានសម្រេចចិត្តដកថយហើយផ្ទេរទៅ Mina ឲ្យជំនួសគាត់ Jake ក៏បានសុំឲ្យ Mina ជួយសង្គ្រោះ Ida ដែរព្រោះ Ida ជាជនរងគ្រោះនៅយប់នោះ Ida និង Frank បានទៅរោងកុនដែលមានចាក់បញ្ចាំងរឿងរ៉ូនីវាបានបង្ហាញថា Mina នៅទីនោះមុនដោយស្ងាត់ៗ Mina បានដើរទៅជិតឡានរបស់ Ida ភ្លាមៗនៅក្នុងឡាន Frank ទីបំផុតបានប្រាប់ការពិត Frank បានប្រាប់គាត់ថា Cornelia បានជួយនាងឲ្យរស់ឡើងវិញដោយ Ida បានស្លាប់បាត់ទៅហើយ Mina មានការភ្ញាក់ផ្អើលពេលឮរឿងនេះវាបានបង្ហាញថា Quid ក៏នៅទីនេះដែរដែលមានបំណងសម្រាប់ Ida និង Frank Ida ដែលខឹងសម្បាក៏បានចេញមក Frank បានដេញតាមគាត់ភ្លាមៗ Frank បាននិយាយថាគាត់មិនអាចរស់នៅដោយគ្មាន Ida បានទេគាត់ចង់ចាប់ផ្ដើមជីវិតថ្មីជាមួយ Ida ភ្លាមៗនោះមាននរណាម្នាក់បានបាញ់ក្បាលរបស់ Frank បន្ទាប់មកប៉ូលីសនៅទីនោះបានចេញមកវាយឈ្មោះ Ida Mana ក៏បានប្រាប់ប៉ូលីសកុំឲ្យបាញ់ដែរប៉ុន្តែប៉ូលីសនៅតែបន្តបាញ់ Ida ក៏បានដាក់ Frank ចូលក្នុងឡានរួចរត់គេចខ្លួននៅលើផ្លូវ Ida ភ័យស្លន់ស្លោព្រោះគាត់ត្រូវបានឡានប៉ូលីសដេញបុកទីបំផុត Ida បានបិទភ្លើងរថយន្តហើយចូលទៅក្នុងចំការពោតមួយសន្ទុះក្រោយមក Mina បានទៅរកមើលអាសយដ្ឋានរបស់វេជ្ជបណ្ឌិត Cornelia ហើយវាបានបង្ហាញថានាងបានឃើញរថយន្តរបស់ Ida ចតនៅមុខផ្ទះបន្ទាប់មក Myrna បានឃើញ Quid ដើរតាមនាងពីក្រោយនៅក្នុងមន្ទីរពិសោធន៍ដោយស្ងាត់ Myrna បានឃើញ Ida អង្វរ Cornelia ឲ្យជួយ Frank ឲ្យមានជីវិតឡើងវិញប៉ុន្តែ Cornelia បានបដិសេធព្រោះនាងដឹងពីផលវិបាកដោយអស់សង្ឃឹម Ida ក៏បានដកកាំភ្លើងចេញមកបង្ខំឲ្យ Cornelia ជួយ Frank ឲ្យមានជីវិតឡើងវិញ Cornelia ក៏មានការភ្ញាក់ផ្អើលដែរទោះបីជាស្លាប់ហើយក៏ដោយវាបានបង្ហាញថា Ida មានអារម្មណ៍ដូចមនុស្សដែរ Cornelia ក៏ចងចាំស្វាមីរបស់នាងដែលបានស្លាប់ទៅដែរ Cornelia ធ្លាប់បានព្យាយាមធ្វើឲ្យស្វាមីរបស់នាងរស់ឡើងវិញប៉ុន្តែជាលទ្ធផលស្វាមីដែលនាងបានជួយឲ្យរស់ឡើងវិញបានបាត់បង់ការចងចាំទាំងអស់ហើយបានធ្វើសកម្មភាពយ៉ាងកាចសាហាវដូចជាសត្វចម្លែកនៅទីបំផុត Cornelia ត្រូវបង្ខំចិត្តសម្លាប់ប្តីរបស់នាងម្ដងទៀតព្រោះប្តីរបស់នាងមិនចាំនាង Ida នៅតែអង្វរ Cornelia ឲ្យជួយ Frank ឲ្យរស់ឡើងវិញពីព្រោះ Ida មិនអាចរស់នៅដោយគ្មាន Frank បានទេភ្លាមនោះ Quid ដែលបានលាក់ខ្លួនបានបាញ់សម្លាប់បន្ទាប់មកប៉ូលីសនៅទីនោះបានចូលមកបាញ់សម្លាប់ Ida បន្ថែមទៀត Quid ក៏បានរត់គេចខ្លួនដែរបន្ទាប់មក Myrna បានប្រាប់ប៉ូលីសទាំងអស់ឲ្យស្ងប់ចិត្តព្រោះ Ida បានស្លាប់ទៅហើយបន្ទាប់មក Myrna ក្នុងនាមជាអ្នកស៊ើបអង្កេតបានបញ្ជាឲ្យប៉ូលីសទាំងអស់ចេញទៅព្រោះគាត់នឹងធានាសុវត្ថិភាពចំណុចកើតហេតុនិងត្រួតពិនិត្យទីនេះបន្ទាប់មក Myrna បានសុំឲ្យប៉ូលីសចាប់ខ្លួន Quid ដែលទើបតែរត់គេចខ្លួនបន្ទាប់ពីប៉ូលីសទាំងអស់បានចាក់ចេញទៅ Myrna បានសុំឲ្យ Cornelia ជួយ Frank និង Ida ឲ្យមានជីវិតឡើងវិញបន្ទាប់មកគាត់បានចាក់ចេញនៅខាងក្រៅប៉ូលីសបានតាមចាប់ Quid បានមួយសន្ទុះក្រោយមក Myrna បានឃើញពន្លឺភ្លឹបភ្លែតនៅក្នុងមន្ទីរពិសោធន៍របស់ Cornelia ពិតជាបានជួយ Frank និង Ida ឲ្យរស់ឡើងវិញមែនដោយសង្ខេប Jake បានជួយស្ត្រីដែលគាំទ្រ Ida ឲ្យចាប់និងធ្វើទារុណកម្មក្រុម Mafia Lupino ហើយនេះជាចុងបញ្ចប់នៃរឿង The Bride បងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយកុំភ្លេចជាវនិងតាមដានឲ្យ Channel របស់ខ្ញុំផងជួបគ្នានៅក្នុងវីដេអូបន្ទាប់លាហើយអ្នកទាំងអស់គ្នា